សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូនទាំងអស់ប្រកបដោយប្រាជ្ញានិងព្រះគុណរបស់ព្រះដោយព្រោះលោកអ្នកបានចំណាយពេលស្ដាប់និងធ្វើតាមព្រះបន្ទូលរបស់ផងព្រះថ្ងៃនេះចំណងជើងនៃអត្ថបទគឺប្រាជ្ញាជាមាគ៌ាជីវិតដើម្បីស្វែងរកប្រាជ្ញាឃើញអ្នកត្រូវដើរតាមមាគ៌ាសុចរិតនិងថែរក្សាចិត្តគំនិតរបស់អ្នកការដែលរកឃើញប្រាជ្ញាមានន័យថាអ្នករកបានទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមាគ៌ាសុចរិតព្រះគម្ពីរបានចែងថាមិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាឡើយហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរចូលជៀសវាងដើរតាមផ្លូវនោះត្រូវដើរវាងឲ្យឆ្ងាយអ្នកទាំងនោះមិនចូលដំណេកទេដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិនគឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះគេដេកមិនលក់ឡើយត្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិតហើយគេផឹកស្រាដែលបានមកដោយសារអំពើខូចខើមាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះបញ្ចេញរស្មីកាន់តែភ្លឺឡើងរហូតដល់ព្រះអាទិត្យពេញកម្ដៅរីឯផ្លូវរបស់ជនពាលវិញប្រៀបបាននឹងភាពងឹតអន្ការគឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយការថែរក្សាចិត្តព្រះគម្ពីរបានចែងថាចូលកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្នត្បិតចិត្តគំនិតរបស់កូនយ៉ាងណាជីវិតរបស់កូនក៏យ៉ាងនោះដែរចូលទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយហើយក៏កុំក្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរចូលសម្ដែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូនគឺកុំមើលទៅនរណាដោយចិត្តវិចវេឡើយចូលរៀបចំផ្លូវដែលកូនត្រូវដើរឲ្យត្រង់គឺធ្វើយ៉ាងណាឲ្យផ្លូវនោះបានត្រឹមត្រូវកុំងាកស្ដាំងាកឆ្វេងហើយជៀសឲ្យឆ្ងាយពីផ្លូវអាក្រក់ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានប្រាជ្ញានិងជីវិតដ៏មានន័យប្រកបដោយសុភមង្គលសូមអរគុណសម្រាប់ការចូលរួមស្ដាប់និងជួយចែករំលែកព្រះបន្ទូលថ្ងៃនេះសូមព្រះប្រទានពរ